បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីការគូស piping នៅក្នុងកម្មវិធី Revit អញ្ចឹងនៅក្នុងកម្មវិធី Revit គឺយើងខុសពីកម្មវិធី AutoCAD ណាហើយវីដេអូបន្តគឺខ្ញុំបញ្យល់មួយអំពីរបៀបសំទោសរវាងកម្មវិធី AutoCAD និងកម្មវិធី Revit ណាតែឥឡូវយើងកុំឲ្យខាត់ពេលគឺដើម្បីគូ piping នៅក្នុងកម្មវិធី Revit បានខ្ញុំនិយាយចំពោះតែ plumbing system ហើយ system ផ្សេងទៀតខ្ញុំនឹងប្រាប់នៅវីដេអូបន្តទៀតហើយចំពោះបងប្អូនដែលមិនទាន់បានទស្សនាវីដេអូពីដើមរហូតដល់វីដេអូមួយនេះបងប្អូនអាចទៅទស្សនាបានណាអញ្ចឹងដើម្បី create ឬក៏ការគូស piping នៅក្នុងកម្មវិធី Revit បានបងប្អូនចូលមក systemណាហើយបងប្អូនយកពាក្យថា pi ណាអូខេអញ្ចឹងពេលដែលលោតផ្ទាំងបែបនេះមួយមកអញ្ចឹងបងប្អូនមើលត្រង់ចំណុចដែលខ្ញុំគូសម៉ៅនេះណាគឺមាន slope off slope up និង slope down ណាអញ្ចឹងបើយើងយក slope off មានន័យថាយើងបិទ slope ហើយយើងគូសមិនគូសអត់ឡើង slope ដែរណាហើយបើយើងយក slope up មានថា slope up នេះគឺយើងមាន slope ជាច្រើនយើងអាចកំណត់បានទៅតាមបច្ចេកទេសយើងអាចការគិលហើយមានតែយើងការគិលចង់ឃើញ slope ប្រហែលភាគរយយើងអាចកំណត់បានណាអញ្ចឹងខ្ញុំបិទ slope វិញអូខេបងប្អូនងាកមកមើលត្រង់ចំណុច property ណានៅក្នុងចំណុច property យើងមានច្រើនអញ្ចឹងបងប្អូនចុចសញ្ញាព្រុយមួយនេះណានៅក្នុង template plumbing គឺយើងមានទៅយកតែមួយមុខទេហើយបងប្អូនអាច duplicate តើតើជាមួយនឹង duplicate គឺខ្ញុំបានបញ្យល់ហើយខ្ញុំបានបរៀនហើយកាលពីមេរៀន Revit Basic ណានៅវីដេអូពីមុនមកបងប្អូនអាចចូលទៅទស្សនាបានហើយឥឡូវខ្ញុំយក select ប្រភេទ PVC ខ្លះ 8.5 ហើយបងប្អូនមើលមកក្រោមទៀតគឺនៅត្រង់ចំណុចនេះណានេះអូខេត្រង់ចំណុចនេះចឹងគឺមាន reference level ណាគឺ level 1ហើយមួយទៀតគឺ upper and top elevation មានន័យថាបើយើងនិយាយទៅគឺ top នៃ video ហើយមួយទៀតគឺ media elevation ណាគឺពាក់កណ្ដាល video ហើយមួយទៀតគឺ low and bottom elevation ណាហើយបងប្អូនមើលមកក្រោមទៀតគឺត្រង់នេះគឺ dimension យើងអត់ពាក់ព័ន្ធទេតែដល់ជាមួយនឹងចំណុច mechanic core គឺយើងអាចពាក់ព័ន្ធណាអញ្ចឹងបងប្អូនមើលកន្លែង system type ជាប្រភេទ type អញ្ចឹងឧទាហរណ៍ថាខ្ញុំយក system អីគេជា soil អូខេអញ្ចឹងខ្ញុំបង្ហាញ soil មួយហើយខាងក្រោមនេះគឺយើងអត់មានអីទេណាខាងក្រោមនេះគឺយើងអត់មានអីទេអញ្ចឹងខ្ញុំយក soil មួយយកមកគូហើយមួយទៀតបងប្អូនអាចកំណត់ level ណាហើយនឹងប្រភេទមកកាត់យោអូខេអញ្ចឹងនៅខាងលើនេះគឺមាន diameter ណាអញ្ចឹងខ្ញុំយក diameter 100មកកាត់100ហើយនៅត្រង់នេះបងប្អូនមកពេញក៏បានអត់ក៏បានដែរហើយបងប្អូនមកពេញនៅត្រង់នេះណាអញ្ចឹងឧទាហរណ៍ថាខ្ញុំយកពី level 1ហ្នឹងឡើងទៅលើ1ម៉ែត្រកន្លះណាអញ្ចឹងខ្ញុំអូខេហើយយើងគូសមកអញ្ចឹងខ្ញុំគូសចេញមកអូខេខ្ញុំគូសចឹងមកណាខ្ញុំគូសចេញមួយចឹងមកអូខេប៉ុណ្ណេះហើយអ្នកកញ្ញាសារៈសំខាន់នៅក្នុងកម្មវិធី Revit គឺយើងងាយស្រួលអញ្ចឹងក្នុងការគូស symbol អញ្ចឹងឧទាហរណ៍ថានេះខ្ញុំចង់បាន y មកត្រង់នេះខ្ញុំគូស45មកណាកញ្ញាហើយខ្ញុំចង់បានដឺមី45មួយទៀតខ្ញុំគូសបែបនេះមកកញ្ញាខ្ញុំគូសចឹងមកណាបងប្អូនគូសចឹងមកហើយរៀនគូសមួយទៅហើយបងប្អូនអាចសេរីបានទៀតអីទេនេះកញ្ញាមានណាយើងអាចទាញមកគៀកបានអញ្ចឹងឧទាហរណ៍ថាបើខ្ញុំចង់បានមកកាត់ទយោតូចជាងនឹងគឺមកកាត់8ណាមកកាត់8ខ្ញុំគូស8មកហើយខ្ញុំចង់បាន y 45ប៉ុណ្ណឹងមកខ្ញុំគូសប៉ុណ្ណឹងមកឃើញទេហើយខ្ញុំគូស reuse មកខ្ញុំ reuse មក50អូខេឃើញទេអញ្ចឹងបើទោះថាបើបងប្អូនចង់គូសឲ្យឡើងលើណាចង់គូសឲ្យឡើងលើអញ្ចឹងបងប្អូនវាយត្រង់នេះកម្ពស់នេះមកឧទាហរណ៍ខ្ញុំចង់ឡើងទៅកម្ពស់2ម៉ែត្របងប្អូនវាយចឹងមកហើយចុច apply
ហើយចឹងខ្ញុំមើល view 3D តិចមកអូខេនេះគឺទយោរបស់យើងមិញដែលយើងមកគូសមិញឃើញអត់ចឹងខ្ញុំចូលមកវិញចឹងនេះគឺទយោសចឹងខ្ញុំយកទយោ west ខ្ញុំយកត្រង់ផាយនឹងដូចគ្នាអូខេក៏ប៉ុន្តែ west គឺខ្ញុំយកត្រង់8ណាត្រង់8ហើយកម្ពស់របស់ west ក៏ហើយកម្ពស់របស់ west គឺយើងយកកម្ពស់ជាងសយហ្នឹងទៅខ្ញុំយក8ហើយខ្ញុំយកត្រង់នេះខ្ញុំយកកម្ពស់ជាងមកទឹកណាហើយខ្ញុំគូសចឹងមកហើយបងប្អូនណាកុំភ្លេចណាត្រង់នេះកន្លែង system type បងប្អូនត្រូវតែបដូរវាបងប្អូនគូទយោអីបងប្អូនបដូរមកទយោហ្នឹងមកណាខ្ញុំគូជា west pi អូខេខ្ញុំគូទាញមកដល់ត្រង់មិននេះហើយខ្ញុំគូទៅដល់វិញទៅតាមគ្នាណាអូខេប៉ុណ្ណេះមកជាងទាញវាគៀកគ្នាតិចក៏បានអីទេដែរនេះណាប៉ុណ្ណេះមកអញ្ចឹងមក view 3D មួយទៀតណាដល់ពេល view 3D បងប្អូនចង់ឧទាហរណ៍ថាមានន័យថាចង់ឲ្យឃើញវីដេអូហ្នឹងពណ៌ខុសគ្នាឬក៏ពណ៌ដូចគ្នាបងប្អូនអាចស្រែកបានអត់អីទេហើយមួយទៀតគឺវីដេអូប្រភេទវីដេអូបងប្អូនគឺប្រភេទវីដេអូ van ណាគឺប្រភេទវីដេអូ van អូខេអញ្ចឹងខ្ញុំយក van ជាទូទៅគឺយើងនៅលើគេណាអូខេ van គឺខ្ញុំយកត្រឹមមកកាត់5ទេហើយខ្ញុំយកឲ្យ1.7 អូខេខ្ញុំយក1.7 ពី bottom of pi អញ្ចឹងឲ្យថា van បងប្អូនត្រូវតែបដូរប្រភេទទយោខ្ញុំយក van មកណាអញ្ចឹងខ្ញុំគូសមកអូខេខ្ញុំគូស van មកត្រង់នេះមូលហេតុអីបានអត់ connect ណានេះមូលហេតុអីចឹងហើយចង់ដឹងមូលហេតុបងប្អូនយក section មួយមកណាហើយយើង go to ទៅត្រង់នេះចឹងនៅក្នុងកម្មវិធី Revit គឺមានន័យថាវាអូតូយើងហ្មងណានេះនៅត្រង់នេះណាតលតែមាន space ក្នុងការ connect នេះឃើញអត់តលតែមាន space ក្នុងការ connect ចឹងឧទាហរណ៍ថាខ្ញុំគូឡើងចេះខ្ញុំគូឡើងទយោមកកាត់ទយោ5អូខេខ្ញុំគូឡើងបែបនេះឃើញទេខ្ញុំគូឡើងទៀតតលតែមាន space នេះណាតលតែមាន space connect បានអាចគូសបានណាចឹងខ្ញុំគូសាថ្មីហើយខ្ញុំយកទយោ5អូខេខ្ញុំទូឡើងទៅលើ port មកនៅត្រង់នេះគឺអាចមានបញ្ហាត្រង់នេះឃើញទេនេះឃើញអត់ចឹងខ្ញុំគូសម្លេះតិច section ហើយខ្ញុំគូសាថ្មីអូខេខ្ញុំគូសាថ្មីមកខ្ញុំយកមកកាត់5ឃើញទេតតែមាន space ទេមានតតែមាន space បែបនេះមិនអាចគូបានឃើញអត់នេះ space នេះមានទយោរបស់យើងហ្នឹងអញ្ចឹងខ្ញុំអាចបដូរបានឡើយនេះខ្ញុំអាចបដូរមកខ្ញុំបដូរមកជាប្រភេទតេអូខេជាប្រភេទតេនេះមួយមកអូខេបែបនេះខ្ញុំមើល 3D តិចនេះឃើញទេយើងអាចធ្វើបែបនេះបានឃើញទេនេះឬក៏នៅត្រង់នេះបងប្អូនអាចបដូរវាបានឧទាហរណ៍ថាខ្ញុំបដូរមកហើយនេះអត់បានទេអូខេបងប្អូនអាចបដូរបានអត់អីទេនេះយើងហៅជាប្រភេទ piping ជាអូខេខ្ញុំមកមើលតិចសិនណានេះឃើញអត់ចឹងបងប្អូនបដូរមកប្រភេទហ្នឹងមកគឺអូខេហើយមួយទៀតនេះនៅត្រង់នេះតើមាន space ក្នុងការ connect បានយើងអាច connect បានចឹងបងប្អូនកំណត់មកឬក៏បងប្អូនទាញចូលមកក្រោមប៉ុណ្ណេះមកហើយប៉ុណ្ណេះមកហើយមក 2D វិញមកខ្ញុំយកពាក្យថាខ្ញុំចូល modify ហើយខ្ញុំអញ្ចឹងបែបនេះមក 3D តិចមកនេះអញ្ចឹងហើយមួយទៀតបើខ្ញុំចង់បាននេះចង់បានជាប្រភេទ
នេះប្រភេទនេះជា clean out ណាជា clean out ឬក៏ជានេះបងគូចាំមកដល់ថាខ្ញុំគូបងគូ45មួយមកនេះបងចង់ cap វាទៅcap វាមកណែមកឃើញទេខាងនេះមួយទៀតមកខាងនេះមួយទៀតខ្ញុំគូ45ប៉ុណ្ណេះមកហើយខ្ញុំ cap វាទៅឃើញទេនៅក្នុង Revit គឺយើងលឿនចឹងគឺយើងលឿនបែបហ្នឹងណាចឹងខ្ញុំទាញមកក្រោមតិចអូខេប៉ុណ្ណេះឃើញទេគឺយើងអាចធ្វើបានបែបហ្នឹងនៅក្នុងកម្មវិធី Revit ចឹងនៅមួយទៀតយើងគូសមកគូសទាញចេញមកឃើញទេនេះដោយសារតែអីដោយសារតែត្រង់ចំណុចនេះដូចខ្ញុំនិយាយចឹងគឺយើងតើតែមាន space ណាតើតែយើងមាន space បាទយើងអាចគូសបានចឹងឧទាហរណ៍ថាខ្ញុំយក level នេះគុំតែខ្ញុំអត់សំទោសខ្ញុំយកមកកាត់ហ្នឹងខ្ញុំតែខ្ញុំបដូរ level ខ្ញុំដាក់រហូតដល់ 1m8 ណាខ្ញុំដាក់ 1m8 ហើយខ្ញុំគូសមកត្រង់នេះគឺអត់ទាន់បានដែរឡើយនេះឃើញទេអត់ទាន់បានទេចឹងឧទាហរណ៍ថានេះតើតែយើងគូសខាងនេះអាចបានណាខាងនេះក៏នៅដែរណាឃើញទេនេះចឹងឧទាហរណ៍ថាខ្ញុំបដូរហើយខ្ញុំយកកម្ពស់រហូតដល់ 2m ណាគូស 2m ហើយខ្ញុំគូសភ្ជាប់ណាឃើញទេដល់ពេល 2m អូខេហើយខ្ញុំបដូរមកអូខេខ្ញុំយកបែបនេះហើយមើល view 3D តិចមកឃើញទេបងអាចកំណត់កម្ពស់បានខ្ញុំយកថា 1m7 ពីលោតចឹងមានន័យថានេះ 1m8 អូខេហើយអត់ពេលដែលលោតដូចមិញមានថាវាផ្ដាច់ connection ហើយវាអត់ចប់ connection គ្នាទេឃើញទេហើយបងចូលនេះវិញមកចឹងនេះគឺចំពោះទឹកគឺយើងធ្វើចំពោះទឹកកខ្វក់ណាគឺយើងធ្វើចំពោះទឹកកខ្វក់អូខេខ្ញុំខេបមួយហើយខាងនេះទៀតខ្ញុំខេបដែរចឹងយើងទៅធ្វើទឹកស្អាតវិញណាទឹកស្អាតគឺយើងមក system ដូចគ្នាហើយយើងយកប្រភេទ file ដូចគ្នាបងប្អូនគឺយើងគូដូចតែគ្នាទេក៏ប៉ុន្តែនៅត្រង់នេះបងប្អូនត្រូវតែបដូរប្រភេទនៃទយោអញ្ចឹងឧទាហរណ៍ថាខ្ញុំគូសជាប្រភេទ PPR ណានេះ PPR ខ្ញុំយក PPR ហើយប្រភេទទយោប្រភេទ system របស់ទយោឡើយនេះខ្ញុំយកជា cool water ណា cool water ហើយមកកាត់ទយោខ្ញុំយកមកកាត់ OD 25ហើយខ្ញុំគូសមកណាទយោយើងគូសចឹងមកនេះចឹងឧទាហរណ៍ថានេះគឺ level ចុះទៅឧទាហរណ៍ថាបើយើងប្រៀបធៀបណាបើយើងចង់គូសឲ្យវាចេះទៅក្រោមបងប្អូនបដូរមកឡើយនេះឃើញទេខ្ញុំយក level 0ខ្ញុំយកប៉ុណ្ណេះមកហើយខ្ញុំយក apply ណាហើយបើខ្ញុំមានតេអូខេបើខ្ញុំមានតេខ្ញុំគូសមកខ្ញុំយក25ចេញ20យ៉ាងមកមានតេយ៉ាងមកឃើញទេហើយខ្ញុំគូសទៅក្រោមទៀតមកឃើញទេហើយយកទៅ level 0ណាហើយចាំមក view 3D តិចទៅអញ្ចឹងឡើយនេះបងប្អូនចង់ cap ខ្ញុំ cap ញ៉ាំខាងនេះខ្ញុំ cap ឃើញអត់ចឹងឧទាហរណ៍មួយទៀតនេះគឺទឹកស្អាតចាស់ទឹកក្តៅនេះខ្ញុំបដូរកន្លែង system ថៃខ្ញុំយកប្រភេទទឹកក្តៅមកនេះខាងលើខាងក្រោមនេះបងប្អូននេះ hot water supply ណា hot water supply អញ្ចឹងនៅក្នុងនេះខ្ញុំបានបង្កើតនេះ hot water return មួយឯងណាយើងប្រើចំពោះ system អូខេខ្ញុំយក supply វិញមកហើយខ្ញុំបដូរមកកាត់ខ្ញុំយកតែ20ខ្ញុំគូសវិញមកណាខ្ញុំគូសចឹងមកអូខេខ្ញុំចូលមកហើយអត់ឬក៏បងចង់កាច់កង់មិនក៏បានដែរអត់អីទេនេះ45ក៏បានហើយអត់បត់មកវិញមក
hay tê cú tê mà cái nhá trong bàn vái ai trong nguyên vai tiện nữa hay ấy cái cú bàn lươn là trong cam thi review cái phức ca lươn chiên trong cam thi AutoCAD hay mới biết mention chẳng có thôi mention mình nhé chẳng thêm mention ai bông on mà chẳng thêm cho mò cái này nít trong những bệnh nhiệt nè trong những bệnh đi máu hay bông on dọc bị tha try by category nè nè chụp mùi máu nè khơi nhé khơi nhảy hệ vô á nè cái nhé khơi nhé hay trong xạ độ select nữa trong đấy một ai nhịp bàn này nếu một ai pro bán này đây thì là như nè nhận sao là nó dương chụp lại đi mùi cái nhá hay một tiện máu đi cái nhé cái khu water hay nhé cứ dương ai khu bàn nhé mình chẳng lấy nhắm đâu mà nhé đầu mà nhé IT bàn trong này nếu những ai hiểu trong bạn này mù mà này mất của bàn nhé ô tô tha bông con trong bàn level tiệt chẳng level nhầm prap mùi tiệt nè level ô tô tha nhầm cho mọi trong bàn level chẳng nhầm dọc mọi edit family nhé trong trong đấy bông con add bàn nè này đấy bọn add bàn ô tô tha nhầm add mùi thấy nhé chẳng level nhầm trong bàn lầu thấy nhé giờ mấy nhân cu lầu thế chẳng nhầm được lầu mà trong đấy cứ miền upper hay nhầm được lầu nhầm hơi biệt lầu đấy hay nhầm add vì thế cái nhé ok cái nhé hay nhầm lầu từ vĩnh cái nhé nè và một ô tô tha trong bàn ơi bộ màn nè đặt bộ rồi độ nhóm tới đi tiệt nè trong ở trong đấy một con cho lại edit trong một con đặt trong đấy đặt bộ rồi độ ở trong từ nè pi nè pi floor finishing level nè bạn này má hỏi em cho apply hay dừng lâu từ bên tới nhé trong đấy một ai đã smart bầu chẳng edit tiết mọi đã smart bầu nhé mình đã smart bầu cho má rồi chọn apply chọn ok hay nhầm chọn load in into project nhé nhé smart bầu 1500 pi nè pi floor finishing level nhé tìm này thịt máu phải dương ai tìm địa bàn nhé ở đây máu trắng mới tiết nè nhầm vô có phọ ta có phọ mình nhé nhầm vô ta có phọ mình nhầm dập của má rồi nhé mới tiết chẳng cứ ở trên ai nữa tìm á ở trong đấy tìm một tị má nhé mới tiệt nhầm giọng mùi tiệt nhầm giọng tiêu tập trong này một đón hay nhầm tìm này máu nhé tìm nó trong này đi máu hay hiệp cho mấy sạn vào nè nhé
chẳng nhầm tìm còn là tỷ má nhé chẳng level những ai cài bàn hay một cách tỷ dấu với những ai cài bàn nè nhưng mà sẽ đi má ok phần này hay bạn ok chẳng video dương cứ mình tập năng hơi chăm chụp lênใน video ក្រោយទៀតចំពោះបងប្អូនដែលមិនទាន់បានទស្សនានៅ video មុនរបស់ខ្ញុំបងប្អូនអាចចូលទៅទស្សនាបានដែលយើងសិក្សាជារៀងរាល់ថ្ងៃអំពីកម្មវិធី Revit និងកម្មវិធី AutoCAD នៅលើការងារ MEP Design អរគុណជួបគ្នានៅ video ក្រោយ